បាទអញ្ចឹងនេះគឺជាផ្ទាំងកុំព្យូទ័ររបស់យើងនៅពេលដែលយើងបាន install option wireless រួចបាទអញ្ចឹងបើវាចេញទម្រង់បែបហ្នឹងគឺយើងអាច share screen ពីទូរស័ព្ទទៅលើកុំព្យូទ័របាទបាទជំរាបសួរបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាសារជាថ្មីម្ដងទៀតបាទជាមួយនឹងคลิปវីដេអូរបស់ខ្ញុំអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើវីដេអូបង្ហាញជូនបងប្អូនទាំងអស់គ្នាតាក់ទងទៅនឹងបងប្អូនដែលគាត់ចង់ share screen ទូរស័ព្ទទៅលើកុំព្យូទ័រប៉ុន្តែมันអាចshare បានដោយសារជាប់នៅបញ្ហា project PC បាទជាក់ស្ដែងឧទាហរណ៍នៅពេលដែលបងប្អូនចុចចូលនៅកន្លែង connect បាទអញ្ចឹងបងប្អូនចុចកន្លែង connect ហើយបងប្អូនចូលកន្លែង project PC អញ្ចឹងនៅពេលដែលយើងចុចមកត្រង់ចំណុចហ្នឹងហើយយើងឃើញផ្ទាំងកុំព្យូទ័ររបស់យើងគឺមានជាប់នៅអក្សរពណ៌ក្រហមកន្លែង projecting to this PC នោះគឺយើងមិនអាច share screen ពីទូរស័ព្ទទៅកុំព្យូទ័របានទេបាទនេះដែលគេដាក់ថា this device don't support streaming project to it wireless មានន័យថានៅត្រង់ចំណុចហ្នឹងគឺឧបករណ៍ដែលឥតខ្សែរបស់បងប្អូនហ្នឹងគឺវាត្រូវបានដាច់អញ្ចឹងយើងត្រូវការ install នៅកម្មវិធីបាទអញ្ចឹងដើម្បីដោះស្រាយបញ្ហានេះបានដើម្បីឲ្យយើងអាច share screen ទូរស័ព្ទទៅលើកុំព្យូទ័របានយើងចូលទៅតាមដានទាំងអស់គ្នាបាទអញ្ចឹងជាដំបូងយើងចូលទៅកាន់ menu របស់កុំព្យូទ័រហើយជ្រើសរើសពាក្យថា setting ដល់ពេលបងប្អូនចុចមកដល់កន្លែង setting វានឹង load option បាទនេះ option កុំព្យូទ័របងប្អូនសូមជ្រើសរើសពាក្យថា app ដល់ពេលចុចលើ app នេះគេដាក់ add to factor អញ្ចឹងយើងចុចលើហ្នឹងមកដល់ពេលចុចត្រង់ចំណុចហ្នឹងបងប្អូនមើលកន្លែងនេះ option to factor អញ្ចឹងចុចនៅលើហ្នឹងបាទដល់ពេលដែលយើងចុចលើហ្នឹងហើយវានឹង load មកផ្ទាំងបែបនេះហើយបងប្អូនមើលខាងលើគេដាក់ add factor អញ្ចឹងចុចលើហ្នឹងអញ្ចឹងមកដល់ត្រង់ចំណុចនេះដើម្បី install បានគឺបងប្អូនត្រូវការ connect នៅ Wi-Fi ឬក៏ internet បាទបើយើងអត់ connect Wi-Fi ទេឬក៏ internet ទេគឺយើងមិនអាច install នៅកម្មវិធី wireless នឹងបានទេបាទអញ្ចឹងបងប្អូនអាច connect មកមួយទូរស័ព្ទបានឬក៏សំខាន់ឲ្យមាន internet បាទអញ្ចឹងនៅពេលយើង connect ហើយនេះបងប្អូនសូមចុចមកកាន់កន្លែង find ហើយបងប្អូនសូមវាយពាក្យថា WIEL អញ្ចឹងយើងវាយទៅប៉ុណ្ណឹងវានឹង load ខាងលើអញ្ចឹងយើងចុច tick លើហ្នឹងមកហើយយើងចុច install មកជាការស្រេចអញ្ចឹងនៅពេលដែលយើងចុច install យើងមើលនៅកន្លែងនេះគេដាក់ wireless displayer នឹងកម្មវិធីហ្នឹងអញ្ចឹងយើងឲ្យវា install ពេញ 100% មកគឺយើងអាច share screen ពីទូរស័ព្ទទៅលើកុំព្យូទ័របានហើយបាទតែកន្លែងហ្នឹងធ្វើម៉េចឲ្យពេញ 100% អូខេអញ្ចឹងកម្មវិធីរបស់យើងគឺបាន install ពេញ 100% ហើយយើងសូមចុចទៅកាន់ home របស់កុំព្យូទ័ររបស់យើងវិញបាទអញ្ចឹងឥឡូវយើងសាកចូលតេស្តម្ដងទៀតអញ្ចឹងចូលមកចូលកន្លែងនេះហើយយើងជ្រើសរើសពាក្យកន្លែង connection ម្ដងទៀតបាទហើយជ្រើសរើសពាក្យ project to this PC បាទអញ្ចឹងនេះគឺជាផ្ទាំងកុំព្យូទ័ររបស់យើងនៅពេលដែលយើងបាន install option wireless រួចបាទអញ្ចឹងបើវាចេញទម្រង់បែបហ្នឹងគឺយើងអាច share screen ពីទូរស័ព្ទទៅលើកុំព្យូទ័របានបាទតែបើវាចេញអក្សរពណ៌ក្រហមគឺយើងមិនអាច share screen ពីទូរស័ព្ទលើកុំព្យូទ័របានទេបាទអញ្ចឹងចំពោះវីដេអូបង្ហាញអំពីរបៀបនៃការដោះស្រាយបញ្ហាការ share screen ពីទូរស័ព្ទទៅលើកុំព្យូទ័រមិនបានគឺមានតែប៉ុណ្ណឹងបើមានចម្ងល់ត្រង់ចំណុចណាបងប្អូនអាច comment នៅខាងក្រោមវីដេអូបាទហើយសូមបងប្អូនដែលមិនទាន់ចុច Subscribe សូមជួយចុច Subscribe នៅ Channel ខ្ញុំម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តក្នុងការបង្កើតនូវវីដេអូថ្មីអរគុណសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយបាយបាយ